តម្លៃប្រេងធ្លាក់ចុះក្រោម$100ក្រោយលោកត្រាំប្រកាសបទឈប់បាញ់អ៊ីរ៉ង់រយៈពេល2សប្តាហ៍តម្លៃប្រេងបានធ្លាក់ចុះហើយទីផ្សារភាគហ៊ុនបានកើនឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសបទឈប់បាញ់រយៈពេល2សប្តាហ៍ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ដែលបន្ធូរបន្ថយការភ័យខ្លាចនៃការរំខានយូរអង្វែងដល់ការផ្គត់ផ្គង់ថាមពលនៅមជ្ឈមបូព៌ាលោក Trump បាននិយាយនៅថ្ងៃពុធថាលោកបានយល់ព្រមផ្អាកការវាយប្រហារលើអ៊ីរ៉ង់រយៈពេល2សប្តាហ៍ដោយបន្ថែមថាកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងកំពុងដំណើរការអ៊ីរ៉ង់បាននិយាយថាខ្លួននឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួនប្រសិនបើអ្នកដែលប្រឆាំងនឹងខ្លួនឈប់ហើយការដឹកជញ្ជូនដោយសុវត្ថិភាពតាមច្រកសមុទ្រ Hormuz នឹងអាចធ្វើទៅបានរយៈពេល2សប្តាហ៍ដោយមានការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ទីផ្សារសកលត្រូវបានរង្គោះរង្គើចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅចុងខែកុម្ភៈដែលជំរុញឲ្យទីក្រុងតេហ៍អ៊ីរ៉ង់បាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់មួយដែលត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេងនិងឧស្ម័ន 1/5 របស់ពិភពលោកប្រេងឆៅនាពេលអនាគតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល 16 ទៅ 17% មកនៅត្រឹម$94ក្នុង1បារ៉ែលតម្លៃប្រេងទាបជួយកាត់បន្ថយការព្រួយបារម្ភអំពីអតិផរណានិងបន្ធូរបន្ថយសម្ពាធលើអ្នកប្រើប្រាស់និងធនាគារកណ្ដាលខណៈពេលដែលទីផ្សារភាគហ៊ុនសាទរចំពោះការថយចុះហានិភ័យនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ